បាទសូមជម្រាបសួរបងប្អូនម្ដងទៀតទាំងថ្មីរឿងនេះមិនមែនតែទៅគឺដោយស្មោះត្រង់ដំណឹងដែលខ្ញុំនឹងផ្សាយជូននេះគឺខ្ញុំសប្បាយចិត្តរីករាយរំភើបត្រេកអរដោយសារតែអីដោយសារតែថ្នាក់ដឹកនាំកម្ពុជាពេលខ្លះក៏ធ្វើរឿងដែលត្រឹមត្រូវដែលគួរឲ្យសាទរដែរយើងឃើញគាត់ធ្វើរឿងច្រើនណាស់ដែលបងប្អូនមានការថ្នាក់ចិត្តហើយប្រជាពលរដ្ឋកម្ពុជាស្ទើរតែពេញផ្ទៃប្រទេសនឹងខ្លាយទៅជាចំណាប់ខ្មាំងរបស់រដ្ឋាភិបាលដែលពួកគាត់ផ្កើនដាក់បរទេសតាក់ទងនឹងរឿងដក EBA រឿងសិទ្ធិមនុស្សរឿងប្រជាធិបតេយ្យគេឲ្យធ្វើអីហ្នឹងគឺថាយើងនឹងគឺខែងរែងយើងការពារឯករាជ្យយើងបូរណភាពយើងស្អីសពបែបយ៉ាងតាមពិតជារឿងល្អទេដែលថ្នាក់ដឹកនាំការពារបូរណភាពឯករាជ្យអធិបតេយ្យរបស់ជាតិយើងព្រោះវាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញយើងត្រូវតែការពារឲ្យខាងតែបានមិនអញ្ចឹងណាវាជារឿងត្រឹមត្រូវក៏ប៉ុន្តែពេលខ្លះសារដែលការពារនោះវាខុសពេលដែរដោយតែពេលគេឲ្យយើងស្ដារសិទ្ធិមនុស្សសោះយើងថាយើងមិនចង់ដូរសិទ្ធិមនុស្សជាមួយនឹងប្រជាសិទ្ធិមនុស្សជាតបតៃជាមួយនឹងជំនួយការអនុគ្រោះពន្ធអញ្ចឹងដូច្នេះរឿងនោះវាយកប្រជាប្រដ្ឋជាចំណាប់ខ្មាំងប៉ុន្តែអ្វីដែលជាសារមុននេះបងប្អូនគឺពេលដែលខ្ញុំភ្ញាក់ពីដំណេកគឺរំភើបព្រោះអីមុនចូលដំណេកខ្ញុំបានធ្វើ live show មួយជម្រាបបងប្អូនថាប្រទេសវៀតណាមនិងប្រទេសថៃនាយករដ្ឋមន្ត្រីថៃនាយករដ្ឋមន្ត្រីវៀតណាមគឺគ្រាន់តែលើសូអាមេរិកដាក់ពន្ធយកធ្ងន់កភ្លាមគឺថាបញ្ញត្តិតាក់ទងទៅអាមេរិកសុំការចរចាភ្លាមដោយគ្មានអល់ឯកសុបតែបន្តិចហើយគ្មិនឃើញសោះខាងភាគីកម្ពុជានឹងនៅក្នុងការដោះស្រាយបញ្ហានឹងក្រៅតែពីឃើញអ្នកនាំពាក្យគ្រប់ក្រសួងមន្ទីរនឹងខាងការងារទៅខាងការងារទៅខាងពាណិជ្ជកម្មទៅខាងពាណិជ្ជកម្មសុទ្ធតែមិនប៉ះពាល់ទេមិនអីទេមិនស្លាប់ទេលក្ខនឹងលក្ខគឺវាប៉ះពាល់ដែរខ្លះតិចតួចបំផុតអីអញ្ចឹងលក្ខនឹងលក្ខហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រីចំនិមលនឹងក៏ឡើងមកបកស្រាយពន្យល់អំពីអ្នកដែលប៉ះពាល់នឹងគឺអាមេរិកទៅវិញទេអ្នកទិញទំនិញនៅអាមេរិកទៅវិញទេអីអញ្ចឹងទៅខ្ញុំក៏បានបកស្រាយពន្យល់ថាមិនខុសអីនៅពេលដែលយើងថាបើគេដាក់ពន្ធយើងខ្លាំងយើងទៅប៉ះពាល់អ្នកទិញអីប៉ុន្តែផលិតផលរបស់ពីខ្មែរយើងមានផលិតផលឯណាដែលអាមេរិកអត់មិនបាននោះយើងយកមក100ប្រទេសឯនោះហើយក្រៅពីប្រទេសដែលជាប់កាតព្វកិច្ចពន្ធហ្នឹងគឺអីវ៉ាន់នាំមកក៏ដឹកមិនដឹងទៅយកទៅឯណាអស់ទេទីផ្សារអាមេរិកនោះគឺថាវាសម្បូរហូរហៀចាក់ធាដូច្នេះតើពេលអត់យកអារបស់ដែលផលិតនៅស្រុកខ្មែរយកមកអាមេរិកហ្នឹងគឺគេអត់ស្លាប់អត់ដាច់ពោះតែថាអ្នកប៉ះពាល់ហ្នឹងគឺថាវាមិនប៉ះពាល់ស្ទើរថាមិនប៉ះពាល់តទៅសោះដែលខុសពីអ្វីដែលថ្នាក់ដឹកនាំកម្ពុជាថាវាមកប៉ះពាល់អ្នកដែលទិញអ្នកជនជាតិអាមេរិកអ្នកដែលមានជំរឿសសពបែបយ៉ាងដូច្នេះជួនកាលព័ត៌មានប្រាប់ឲ្យប្រជាពលរដ្ឋយល់លោកធ្វើឲ្យគាត់ស្ងប់ចិត្តប៉ុន្តែគាត់បែរជាមិនស្ងប់ចិត្តហើយទៅជាដូចថាព័ត៌មានរបៀបជាការដោះសារការពារជាជាងនិយាយការពិតនឹងដោះស្រាយប៉ុន្តែគាត់ថានឹងមិនចង់និយាយថានឹងឆ្លើយតបភាសាឆ្លើយតបនោះខ្ញុំថាប្រហែលជាតបរបៀបមិនចង់ដាក់ពុនគេឡើងលើសនឹងបន្ថែមវិញតបវិញឬក៏យ៉ាងម៉េចប៉ុន្តែព្រឹកនេះមកសប្បាយហ្មងបងប្អូនរីករាយមែនតើដោយសារអីឮសាររបស់រដ្ឋាភិបាលកម្ពុជាជាពិសេសសរសេរផ្ទាល់ដៃពីលោកហ៊ុនម៉ាណែតតែម្ដងមានចុះហត្ថលេខានាយករដ្ឋមន្ត្រីខ្មែរនៅថ្ងៃ4ហ្នឹងគឺមុនហ្នឹងប្រហែលតែពី3ម៉ោងហ្នឹងសរសេរទៅលោកប្រធានាធិបតី Donald Trump សុំស្នើឲ្យបើកវេទិកាចរចារឿងពន្ធដារនេះទៅរឿងពន្ធកយបាទមិនមែនពន្ធដារទេគឺពន្ធកយព្រោះពន្ធនាំចូលពន្ធដារគឺបានន័យថាជាពន្ធដែលរបស់របរនៅក្នុងប្រទេសតែនាំចូលបែបនេះគឺជាគេហៅពន្ធកយឲ្យដោះស្រាយបញ្ហាពន្ធកយនឹងទៅអានេះបើតាមពួកគាត់ចង់ឲ្យចរចាហើយអ្វីដែលជាសាររបស់នាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតសរសេរនេះគឺមានភាពទន់ភ្លន់បានន័យថាស្នើឲ្យភាគីអាមេរិកពិនិត្យពិចារណាឡើងវិញតកតងនៅក្នុងការកំណត់ពន្ធដល់ធ្ងន់ 49% នេះព្រោះអីដែលជាសំណើរបស់រដ្ឋាភិបាលនៅពេលនេះគឺស្នើសុំឲ្យអាមេរិកចរចាយ៉ាងហោចណាស់ក៏ពន្យាពេលនៅក្នុងការកំណត់យកពន្ធនេះដែរព្រោះអីអាមេរិកថាបើអ្វីៗមិនមានការប្រែប្រួលទេការកំណត់យកពន្ធទាំងអស់មិនមែនតែប្រទេសកម្ពុជាទេជិត100ប្រទេសហ្នឹងគឺនឹងចាប់អនុវត្តចាប់ពីថ្ងៃទី9ខែមេសាខាងមុខនេះតទៅហើយដូច្នេះកម្ពុជានៅក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីខ្មែរតាមដែលយើងឃើញនៅក្នុង Facebookរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាហ្នឹងគឺសរសេរទៅលោក Donald Trump ស្នើសុំឲ្យពន្យាពេលនៅក្នុងការដែលយកពន្ធពីប្រទេសកម្ពុជាក្រៅតែពីលោកហ៊ុនម៉ាណែតអ្នកស្រីចំនិមលដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលមុននេះថានឹងឆ្លើយតបខ្ញុំសប្បាយចិត្តដែរដោយសារការឆ្លើយតបនេះគឺជាការស្នើសុំឲ្យមានយន្តការចរចាជាមួយនឹងសហរដ្ឋអាមេរិកដូច្នេះពួកគាត់សុទ្ធតែបោះដៃសុំឲ្យអាមេរិករៀបចំចរចាទៅពិនិត្យឡើងវិញកុំធ្វើដូច្នេះខ្ញុំសប្បាយចិត្តដោយសារអីនេះគឺជាទង្វើដ៏សមស្របត្រឹមត្រូវនិងគួរឲ្យកោតសរសើរព្រោះអីប្រជាពលរដ្ឋខ្មែរគ្នាចង់បានអញ្ចឹងប្រជាពលរដ្ឋខ្មែរដែលគ្នាកំពុងតែវេទនាកម្មករកាត់ដេររោងចក្រឬក៏អាជីវករផ្សេងទៀតដែលប្រកបរបរកសិករអីក៏ដោយដែលនាំផលិតផលឬទំនិញកសិផលអីដែលបានអាចនឹងមកដល់សហរដ្ឋអាមេរិកហើយត្រូវជាប់ពន្ធនេះពួកគាត់ពិបាកចិត្តណាស់ពិបាកចិត្តនៅពេលដែល
ពឹងលើមេបាម៉ែឪដែលថាទឹកមានតែរដ្ឋាភិបាលទេដែលដោះស្រាយទៅសុំគេអង្វរគេទៅសុំឲ្យបថយបធូរទៅដើម្បីកុំឲ្យដាក់ធ្ងន់លើយើងព្រោះអីមិនស្លាប់មន្ត្រីរដ្ឋាភិបាលឯណាពួកគាត់សិតតែអ្នកមានហ្នឹងស្លាប់រឿងអ្នកក្រកម្មករកាត់ដេររងកច្រកឆ្នាំងស្ទឹងតែមិនបានតាអញ្ចឹងរាល់ដងពួកគាត់រឹបទ្រូងឲ្យតែពេលឮសាររបស់មន្ត្រីរដ្ឋាភិបាលអ្នកនាំពាក្យរដ្ឋាភិបាលឬក៏ក្រសួងមន្ទីរអីដែលថាមិនចរចាមិនដោះស្រាយមិនអោនក្បាលមិនអីហ្នឹងគឺពួកគាត់ស្រក់ទឹកភ្នែកហើយខំមាត់សង្កត់ចិត្តព្រមទទួលលេបគ្រោះទៀតណាប៉ុន្តែម្ដងនេះគឺវាជារឿងគួរឲ្យសាទរមួយហើយខ្ញុំសូមជួយត្រេកអរជំនួសបងប្អូនកម្មករកាត់ដេររោងចក្រសហគ្រាសនិងបងប្អូនប្រជាពលរដ្ឋដែលបានផលពីទំនាក់ទំនងពាណិជ្ជកម្មការអនុគ្រោះរបស់អាមេរិកដល់ប្រទេសកម្ពុជានឹងផងព្រោះទង្វើរបស់រដ្ឋាភិបាលពេលនេះគឺជាទង្វើដ៏ត្រឹមត្រូវហើយមិនមែនជាទង្វើដែលធ្វើឲ្យអាប់មុខទេរដ្ឋាភិបាលពេលខ្លះគាត់គិតថាអោនទៅសម្របសម្រួលសុំគេចរចាសុំពឹងគេទៅថាយើងនឹងវាអន់ខ្លាំងព្រោះធរតាមពិតរឿងអន់ខ្លាំងហ្នឹងដោយសារតែយើងធ្លាប់តែស្រែកខែងរែងយើងស្រែកខែងរែងទៅតាមពិតយើងមិនមែនខែងរែងយើងស្រែកប្រាប់ឲ្យគេឯងជឿថាយើងអស្ចារ្យតាមពិតយើងអត់អស្ចារ្យទេយើងស្រែកទៅប្រាប់គេថាកុំភ័យអីតិចទៀតប្រទេសខ្មែរយើងខ្លាយទៅជាប្រទេសផុតពីបញ្ជីបន្ទាត់ក្រីក្រទាំង45ប្រទេសក្រីក្រទាំង45លើលោកហើយខ្វល់អីយើងនឹងមានដូចថាការរស់ដោយខ្លួនឯងអីអញ្ចឹងវាដូចថាយើងវាកំពុងអាលំបាកខ្លាំងបើគេឲ្យយកទៅហេតុអីក៏ចាំបាច់ទៅប្រាប់ប្រជាពលរដ្ឋថាបើគេអត់ឲ្យក៏ហីទៅបើអត់ឲ្យអត់ពីឥឡូវទៅក៏បានដែរមិនចាំបាច់អត់ដល់ទៅ4 5ឆ្នាំទៀតទៅអីផ្ដាច់ពីឥឡូវទាំងអស់តែម្ដងទៅវាអត់ត្រូវអញ្ចឹងព្រោះអីយើងតាគេឲ្យយើងកំពុងតែខ្វះខាតស្អីក៏បានដែរយើងត្រូវការជំនួយយើងទៅពើងទ្រូងគេអញ្ចឹងធ្វើអីវាចំណេញណាសម្រាប់ក្រុមគាំទ្រខុសសនិកហើយអើរបស់អស់លោកហ្នឹងសិតតែខ្មែរអស់ចាប៉ុន្តែអស់លោកដែលខុសសនិកហ្នឹងពេលខ្លះហ្នឹងអង្គុយស្រក់ទឹកភ្នែកខ្លួនឯងនៅខាងមុខហ្នឹងចិត្តតែហើយអើតាមមេប៉ុន្តែបិទតែទ្វារក្តាំងចូលទៅអង្គុយយំខ្លួនឯងដែរថាបើគេដាក់ទណ្ឌកម្មគេអីវាប៉ះពាល់តែឆ្នាំងបាយពួកគាត់ហ្នឹងគាត់ដាច់ពោះសំបីតែខុសសនិករបស់រដ្ឋាភិបាលឬគណៈបកកណ្ដាលអំណាចហ្នឹងក៏រងកច្រកឆ្នាំងមិនបានដែរព្រោះតែមានបញ្ហាអីអ្នកធំអីគេយកដីធ្លីគេយកទ្រព្យសម្បត្តិអស់ហើយហ្នឹងជាទ្រព្យរបស់គេអស់ហើយខ្លួនឯងនៅស្អីនៅតែជាខុសសនិកខោអាវមកកាផ្លេដើរឃោសនាឲ្យគេបំរើនយោបាយគេទាំងកាប់មុខហ្នឹងទាំងខ្លួនឯងប៉ះពាល់ឈឺក៏តែមិនហ៊ាននិយាយដោយសារតែយើងបំរើនយោបាយមនុស្សកម្ពុជាផ្ដាច់មុខរបស់គេណាប៉ុន្តែវិលមកវិញហើយខ្ញុំសប្បាយចិត្តហើយខ្ញុំសូមកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលដែរនៅក្នុងន័យនេះនិយាយជាការពិតនៅពេលដែលអ្នកស្រីជាំនិមលដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលមុននេះប្រហែលថាជាមួយថ្ងៃមុននេះនិយាយថានឹងឆ្លើយតបខ្ញុំគិតថាប្រហែលជាតបដូចអ្វីដែលគាត់ធ្វើតាំងលោករដ្ឋមន្ត្រីខ្មែរធ្លាប់ធ្វើពីមុនហើយលោកហ៊ុនសែនហ្នឹងគឺផ្កើដាក់គេឌឺដងដាក់គេថាអត់ក៏អត់ទៅប៉ុន្តែឥឡូវនេះយើងឃើញចំហនេះគឺយើងឃើញទន់ភ្លន់ជាងមុនជាការគួរឲ្យកោតសរសើរថងអីគាត់ចាប់ផ្ដើមសរសេរលិខិតលោកហ៊ុនម៉ាណែតសរសេរទៅលោកដូណាល់ត្រាំអ្នកស្រីចောင်းប្រសិទ្ធសរសេរលិខិតមួយទៅតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅរដ្ឋធានី Washington គឺលោក Jamieson Greer ដែលទៅជាប់ឆ្នោតពីព្រឹទ្ធសភាដែលបោះឆ្នោតឲ្យគាត់ឡើងតែងតាំងគាត់ចាត់ឲ្យគាត់ធ្វើជាតំណាងពាណិជ្ជកម្មអាមេរិកកាលពីខែកុម្ភៈកន្លងទៅនេះដូច្នេះកាន់ការទៅបានប្រហែលជា2ខែទេតែលិខិតរបស់អ្នកស្រីចောင်းនិមលខ្ញុំថាជាការដែលសរសេរគួរតែខ្មែរយើងទាំងអស់សាទរដែរហើយជាភាសាការទូតត្រឹមត្រូវសមស្របនៅក្នុងនាមជាប្រទេសមួយដែលមានសេចក្តីថ្លៃថ្នូរគឺគាត់សរសេរថាប្រទេសកម្ពុជាសូមអរគុណសហរដ្ឋអាមេរិកដែលជួយប្រទេសកម្ពុជាច្រើនណាស់រយៈពេល75ឆ្នាំមកហើយជ្រោមជ្រែងប្រទេសកម្ពុជាដែលធ្វើឲ្យមានការរីកចម្រើននិងផលប្រយោជន៍យ៉ាងច្រើនពីអ្វីដែលជាការជួយរបស់សហរដ្ឋអាមេរិករួមទាំងផ្នែកពាណិជ្ជកម្មទាំងការទូតនឹងហើយអ្នកស្រីក៏មានប្រសាសន៍បន្ថែមថានៅក្នុងន័យនេះគឺសូមឲ្យអាមេរិកគិតគូរពីរឿងការបទុបថយឬក៏បញ្ជាពេលមិនប្រើពាក្យថាបទុបថយទេប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរគឺក្រសួងពាណិជ្ជកម្មតាមរយៈអ្នកស្រីចောင်းប្រសិទ្ធជាទៅតំណាងឲ្យរដ្ឋាភិបាលកម្ពុជាសរសេរនៅក្នុងលិខិតទៅតំណាងពាណិជ្ជកម្មអាមេរិកថាកម្ពុជានឹងចាត់វិធានការទន់ភ្លន់ដើម្បីលួងអាមេរិកមុនគឺបានន័យថាផលិតផលអាមេរិកដែលនាំទៅប្រទេសកម្ពុជាចាប់ពីពេលនេះតទៅគឺកម្ពុជានឹងទម្លាក់ពន្ធឲ្យនៅត្រឹមតែ 5% ទេជាការល្អខ្ញុំសាទរមែនតើទៅគឺជាគេហៅថាទម្ងន់នៅក្នុងការចរចាជាមួយសហរដ្ឋអាមេរិកហើយពួកអាមេរិកលោកដូណាល់ត្រាំគឺគាត់ចង់បានឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជានិងអាមេរិកហ្នឹងគឺវាកុំបាស់ខ្លាំងទៅខាងកម្ពុជាពេកវាទៅសកត់ធ្លាក់អាកូនបូលទៅខាងអាមេរិកនោះវាទាបពេកណាវាបាស់ទៅខាងនោះឡើងទៅលើខ្លាំងពេកដោយសារអីយើងនាំតំណែងទៅអាមេរិក$13,000 លាននៅក្នុងមួយឆ្នាំតែអាមេរិកនាំតំណែងមកខ្មែរវិញមានតែ$230 លានអញ្ចឹងបើយើងគិតទៅយើងនាំទៅ100អាមេរិកនាំមកវិញបានតែ3ហ្នឹង 3% ដូច្នេះគម្លាតគ្នាគឺ 97% បងប្អូនអា 97% នៃគម្លាតគ្នានេះហើយដែលអាមេរិកចាត់ទុកថាកម្ពុជាយកពន្ធអាមេរិក 97%
ជាការពិតមែនតើយើងមិនយកពន្ធអាមេរិក97%លើមុខទំនិញអាមេរិកទាំង19មុខទេបងប្អូនអាមេរិកនាំទំនិញមកប្រទេសកម្ពុជាមានប្រភេទ9មុខខុសៗគ្នា19មុខបងប្អូននេះបើតាមអ្វីដែលជាលិខិតរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រីចង់ប្រសិទ្ធដែលទៅសេថ្ងៃ4នេះអញ្ចឹងនៅក្នុងចំណោមទំនិញអាមេរិក19មុខហ្នឹងគឺនៅក្នុងពន្ធដែលកម្ពុជាយកពន្ធកយដែលយកគឺច្រើនបំផុតតែ35%ទេបងប្អូនមិន97%ដោយអ្វីដែលសហរដ្ឋអាមេរិកឬក៏ការលើកឡើងដែលថានឹងយកទេប៉ុន្តែ97%នេះបើតាមការកណនាគឺដូចខ្ញុំបានជម្រាបអញ្ចឹងគឺថាជញ្ជីងពាណិជ្ជកម្មហ្នឹងវាខុសគ្នាពេកអាមេរិកនាំមកយើងនាំទៅអាមេរិក100អាមេរិកនាំមកខ្មែរបានតែ3%ដូច្នេះនៅសល់97%អញ្ចឹងអាមេរិកយកអា97%ហ្នឹងកម្រិតគ្នាហ្នឹងចែកជា2ឃើញ49%ដែលគេកំណត់យកពន្ធទៅលើប្រទេសកម្ពុជានៅក្នុងការនាំទំនិញទៅអាមេរិកមែនតើវាមិនជាយុត្តិធម៌ប្រមាណដែរព្រោះអីបើតាមមើលលិខិតរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាថាពន្ធដែលកម្ពុជាពន្ធកយណាដែលយកពីទំនិញអាមេរិកនាំចូលមកកម្ពុជាខ្ពស់បំផុតហ្នឹងគឺតែ35%ផ្អែកទៅលើអត្រាពន្ធនៃរបស់ខាងពាណិជ្ជកម្មពិភពលោកផងវាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសមហេតុសមផលការបកស្រាយហ្នឹងទទួលយកបានដែរព្រោះអីទំនិញដែលនាំមកស្រុកខ្មែរបើយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាជាការពិតហើយយើងមិនអាចនឹងទៅយកពន្ធឲ្យលើសពី35%ហ្នឹងដែលជាអតិបរមានៃកម្រិតពន្ធទៅលើទំនិញនាំចូលណាឥឡូវកម្ពុជាបានបញ្ជាក់ឲ្យថាមិនមានយកពន្ធអាមេរិកដល់ទៅ97%ទេប៉ុន្តែ97%នេះជាការពិតហើយគឺជាជញ្ជីងពាណិជ្ជកម្មដែលខុសគ្នាចង់និយាយថាទំនិញគេនាំមកយើងបានតែ3%យើងនាំទៅគេវិញបានដល់ទៅ97%ដូច្នេះវាខុសគ្នាគេយកអា97%ចែកនឹង2ហើយគេយកអាហ្នឹងទៅជាការកំណត់ពន្ធទៅលើផលិតផលឬទំនិញខ្មែរទៅសហរដ្ឋអាមេរិកទៅវិញដូច្នេះរឿងនេះវារៀងស្ដាប់ទៅរៀងស្មុគស្មាញបន្តិចសម្រាប់បងប្អូនទាំងអស់គ្នាតែយ៉ាងណាយើងនាំទំនិញខ្មែរមកអាមេរិកតាមប្រព័ន្ធ GSP អត់ដែលបង់ពន្ធមួយរៀលទេបងប្អូនគឺយើងទទួលបានការអនុគ្រោះពន្ធដូច្នេះការយកពន្ធណាក៏ប៉ះពាល់ដល់ផលិតផលទំនិញកសិផលខ្មែរនាំមកអាមេរិកដែរដូច្នេះបើសិនជាការដែលយើងអាមេរិកមិនយកពន្ធគឺជារឿងល្អប៉ុន្តែខ្ញុំជឿថាសាររបស់រដ្ឋាភិបាលកម្ពុជានិងមន្ត្រីក្រសួងពាណិជ្ជកម្មបែបនេះគឺខ្ញុំឃើញចំណុចវិជ្ជមានច្រើនហ្នឹងគឺយ៉ាងម៉េចគឺអាមេរិកអ្វីដែលជាទំនិញអាមេរិកនាំមកប្រទេសកម្ពុជា$230 លានក្នុងមួយឆ្នាំហ្នឹងគឺថាវាជាទឹកមួយដំណក់នៅក្នុងមហាសាគរដ៏ធំធេងនៃទំនិញឬក៏ទំនាក់ទំនងពាណិជ្ជកម្មអាមេរិកជាមួយនឹងប្រទេសកម្ពុជានិងពិភពលោកទេទូចតាចណាស់តិចតួចណាស់បើសិនជាយើងមិនយកពន្ធកំថាឡាយដល់ទៅ5%មិនយកពន្ធសោះឬក៏យើងយកពន្ធអាមេរិកដល់100%ហ្នឹងក៏អាមេរិកអត់ខាតអីប្រហែលដែរទំនិញហ្នឹងវាតិចពេកប៉ុន្តែបើទំនិញយើងទៅអាមេរិកណាដែល$1,300 លានសំទោស$13,000 លានហ្នឹងបើអាមេរិកយកពន្ធតែត្រឹមតែ5%ក៏យើងប៉ះពាល់ធ្ងន់ដែរបងប្អូនព្រោះអីវាទំនិញច្រើនអញ្ចឹងបើយកពន្ធគឺវាអស់ច្រើនហើយឥឡូវថាយកដល់49%ឯណាមកហើយតើរាល់ដងអត់យកសោះហ្នឹងដោយសារតែមាន GSP មិនអញ្ចឹងណាឥឡូវសរុបសេចក្តីមកវិញគឺខ្ញុំសង្ឃឹមចេះដែរថាអាមេរិកមែនតើមិនបានចំណេញអីពីប្រទេសកម្ពុជាទេប៉ុន្តែនៅក្នុងពេលដែលពិភពលោករបបនយោបាយថ្មីនៃរដ្ឋបាលលោកត្រាំថ្មីហើយនឹងការដែលគាត់ដាក់នេះគឺជាដាក់ទូទាំងពិភពលោកតែម្ដងមិនមែនតែកម្ពុជាទេបងប្អូនគឺអត្រាពន្ធរបស់គាត់ដែលជាពន្ធសងសឹកយើងហៅថា reciprocal tariff ហ្នឹងគឺពន្ធវិបកទៅវិញបើថាកណនីមកកម្ពុជាឃើញតំណែងនាំចូលទៅគាត់បើ97%ពីគាត់មកយើងបានតែ3%យក97ចែក2ឃើញ49%កំណត់ថាហ្នឹងគឺជាការយកពន្ធលើផលិតផលខ្មែរទៅវៀតណាមប្រហែលអីចឹងទៅគឺជិត90%ដែរបូកដកគុណចែកទៅឃើញ46%យកពីវៀតណាមថៃក៏តែអញ្ចឹងជញ្ជីងពាណិជ្ជកម្មខុសគ្នាច្រើនពេកបូកដកចែក70-80%អញ្ចឹងចែកជា2ថៃត្រូវបង់36អីចឹងទៅដូច្នេះរឿងនេះគឺខ្ញុំសរុបសេចក្តីមកវិញចំពោះចំណុចនេះខ្ញុំគិតថាជារឿងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរហើយជារឿងគួរឲ្យសាទរដែលរដ្ឋាភិបាលកម្ពុជាពេលនេះមានភាពក្លាហាននៅក្នុងការនិយាយការពិតហើយនិយាយរកដំណោះស្រាយជាជាងនិយាយការពារហើយរកតែដោះសាររហូតណាហើយខ្ញុំសូមឲ្យប្រពៃណីវប្បធម៌បែបនេះគឺនៅបន្តកើតមានតទៅទៀតហើយកុំយកប្រជាពលរដ្ឋខ្មែរ17លានអ្នកធ្វើជាចំណាប់ខ្មាំងអីព្រោះរាល់ដងនៅពេលដែលពួកគាត់និយាយចរចាជាមួយបរទេសអីចឹងគឺគាត់តែងតែប្រើពាក្យថាបូរណភាពអធិបតេយ្យមិនខ្ចីដង្ហើមគេដកហើយមិនអោយកភ្លើងទៅពួកប្រឆាំងអីចឹងជួនកាលអារឿងចឹងអីមន្ត្រីមួយចំនួនហ្នឹងអៀនមាត់អត់ហ៊ាននិយាយថាប៉ះពាល់ខ្លួនឯងទេអៀនមាត់ហ្នឹងគឺខ្លាចឆែងលោត្រូវនឹងសាររបស់ក្រមប្រឆាំងរដ្ឋាភិបាលអីចឹងសំបីតែការពិតហ្នឹងក៏អៀនមាត់រេរងអល់ឯកហ្នឹងនឹងចាំគេទៅដល់ណាអស់ហើយយើងនឹងនៅអង្គុយចាំ
ថាតើពាក្យពេចន៍ដែលយើងយកមកនិយាយហ្នឹងធ្វើម៉េចដោះសារឲ្យព្រោះកុំឲ្យខ្លួនឯងវាបាក់មុខណាខ្ញុំថារឿងបាក់មុខបាក់អីហ្នឹងវាខ្មែរយើងវាបាក់មុខអស់ហើយបងប្អូននៅលើឆាកអន្តរជាតិហ្នឹងយើងអត់មានមុខអីដែលស្ដារគេទៀតទេដូច្នេះកុំភ័យរឿងបាក់មុខអីទៀតអស់ហើយអស់មុខបាក់ហើយព្រោះវាសិទ្ធិមនុស្សពើពុករលួយនីតិរដ្ឋលៀងលុយកខ្វក់ជួញដូរមនុស្សបាត់អក្រិតអនឡាញចាប់ចម្រិតកេងបន្លំលាក់ហ្នឹងគឺថាពិភពលោកលឺយើងអស់ហើយមុខយើងហ្នឹងវាអត់មានងើបកន្លែងណារួចទេលើកលែងតែយើងនាំគ្នាស្ដារអញ្ចឹងនេះគឺជាឱកាសដែលយើងស្ដារមុខមាត់យើងនេះឃើញទេយើងបោះដៃទៅគេទៅយើងចរចាជាមួយគេទៅចង់ឈ្នះអីអាមេរិកហ្នឹងលោកអើយយើងជឿថារដ្ឋបាលអាមេរិកមានភាពពេលខ្លះនយោបាយការទូតគេហ្នឹងគឺវាមានភាពពើតពើងរំពើតរំពើងឬក៏វាជ្រុលអីចឹងអានេះគឺជានយោបាយគេយើងសំខាន់គឺយើងគិតឆ្នាំងបាយប្រជាពលរដ្ឋយើងឯណាអារឿងយើងគេកញ្ជ្រោលដល់ណាយើងអត់ខ្វល់សំខាន់គឺទប់ឆ្នាំងបាយអាយុជីវិតរបស់កម្មកររោងចក្រយើងកសិករយើងឯណាកុំទៅខ្វល់រឿងចាញ់ច្រាបរបស់បរទេសណាឲ្យតែបានផលចំណេញដល់ជនជាតិខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងយកទៅអានឹងយើងជាមេដឹកនាំជាតំណាងគេខាងយើងកិច្ចការយើងត្រូវធ្វើអញ្ចឹងតែមិនអញ្ចឹងឯងបងប្អូនកុំមកយកឈ្នះក្រុមប្រឆាំងអីណានៅពេលដែលថាអូអាកាលគាត់និយាយថាកុំខ្ចីដង្ហើមគេដកដូចខ្ញុំចាំប្រសាសន៍របស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីមុនណាពេលគេដក EBA 20%គេថាដកឲ្យអស់ហ្មងក៏បានដែរយើងមិនប៉ះក្បាលទេយើងមិនអីទេប្រជាពលរដ្ឋស្រក់ទឹកភ្នែកអស់លោកត្រូវចាំណាភាសាបែបហ្នឹងគឺប្រជាពលរដ្ឋស្រក់ទឹកភ្នែកគឺកាត់ទុកគ្រប់គ្នាពេញចិត្តតែក្រុមអស់លោកមន្ត្រីអស់លោកប្រមាណអ្នកហ្នឹងទេដែលគិតថាយើងផ្កើដាក់គេបានជោគជ័យប៉ុន្តែប្រជារាស្ត្រគ្នាភ័យចាំបើគេកាត់ពុនកាត់អីថាវាចំណេញអីនៅពេលទៅទេគេដកពុនយើងអញ្ចឹងបើគេអត់យកសោះយើងចំណេញច្រើនមិនអញ្ចឹងចេះតែខំបានផលហើយដល់ពេលតែយើងផ្កើដាក់គេនៅអាមេរិកនៅអីនេះគឺយើងមើលវៀតណាមយើងមើលថៃគេសេដ្ឋកិច្ចគេរឹងមាំគេអត់ជំនួយហ្នឹងក៏គេមិនស្លាប់ដែរប៉ុន្តែគេខែងរែងមិនដូចយើងផងគឺគេទុនភ្លុនអោនលំទោនអោនដាក់គ្រាប់ភ្លាមចរចាភ្លាមគេមិនខ្វល់ទេគេចង់លួងអាមេរិកព្រោះជួនកាលអាមេរិកស៊ីចូលដែរណាលួងតិចទៅវាមិនអីទេដូចយើងអត់ទាំងមានផលអីបានចំណេញអាមេរិកច្រើនហ្នឹងគ្រាន់តែគេមិនយកពុនយើងសោះហ្នឹងអាមេរិកសញ្ញេតែមកខ្វល់ស្អែកហ្នឹងជួនកាលគេថាអូខេមិនបាច់យកក៏បានដែរហើយអ្នកណាដែលចំណេញគឺកម្មករកសិករពលករយើងនឹងឯងដូច្នេះអ្នកនយោបាយសូមកាត់បន្ថយសារនយោបាយរបៀបប្រជាពិធដ្ឋនឹងឲ្យច្រើនវាមិនថោកវាមិនស្អីនឹងដៃថ្លៃអីនឹងមាត់ហ្នឹងទេដូច្នេះរឿងនេះគឺខ្ញុំឃើញហើយមន្ត្រីអស់លោកនឹងក៏អញ្ចឹងដែរគ្រប់ក្រសួងមន្ទីរនឹងនាំគ្នាចេះនិយាយការពិតឲ្យច្រើននិយាយដោះស្រាយឲ្យច្រើនកុំដោះសារតាមមេតាមអីចេះតែអូអស់ចាខ្លួនឯងសម្បើមដែលខ្លួនឯងកំពុងតែត្រូវការដង្ហើមគេដកហើយរឿងនេះខ្ញុំជឿថាជារបត់មួយបញ្ជាក់ដែរថាអ្វីដែលមន្ត្រីរដ្ឋាភិបាលប្រើនយោបាយប្រជាពិធដ្ឋពីមុនហ្នឹងគឺជានយោបាយប្រជាពិធដ្ឋបោកប្រាស់ប្រជាពលរដ្ឋទេនៅក្នុងពេលដែលយើងគិតថាអត់គេយើងក៏រស់ដែរមែនតើខ្ញុំមិនចង់និយាយរឿងនេះដើម្បីប្រអាប់ស្អីមើលងាយមើលស្រាលការដឹកនាំរបស់កម្ពុជាទេមិនមែនអញ្ចឹងខ្ញុំចង់ឲ្យខ្មែរយើងខ្លាំងខែងរ៉ៃនឹងគេសេដ្ឋកិច្ចយើងនឹងអាចឈរខ្លួនឯងបានណាជាង30ឆ្នាំហើយដែលគេជួយយើងតាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឥឡូវជំនួយគេចិត្តផុតអស់ទៅហើយយើងនឹងក៏ចិត្តខ្លាយជាប្រទេសផុតពីប្រទេសនៅក្នុងចំណោមអ្នកក្របំផុតជាងគេបងអស់នៅលើពិភពលោកទាំង45ឆ្នាំ2029យើងត្រៀមចូលទៅដល់ហ្នឹងបងប្អូនបើសិនជាយើងស្ដារសេដ្ឋកិច្ចយើងបានណាប៉ុន្តែបើយើងអត់ស្ដារទេបើអាមេរិកដាក់ទណ្ឌកម្មឬក៏យកពុនយកអីអឺរ៉ុបគេដក EBA ទៀតណាកុំថាឡើយ2029បងប្អូន2100ទៀតក៏អត់ទៅរួចដែរ2000ប្រហែលក៏អត់ទៅដែរយើងរត់តែចុះក្រោមទៀតផងដូច្នេះពេលនេះគឺជាពេលដែលយើងស្ដារពិន្ទុរបស់យើងស្ដារសិទ្ធិមនុស្សយើងស្ដារប្រជាធិបតេយ្យយើងស្ដារអីសពបែបយ៉ាងនេះតនឱកាសល្អនេះព្រោះឥឡូវអ្វីដែលសាររដ្ឋាភិបាលបញ្ជាក់មកនេះគឺថារដ្ឋាភិបាលត្រូវការពឹងជំនួយបរទេសមិនអាចតន់អត់បានទេបងប្អូនហើយកុំអួតហួសខ្នាតណាហើយមិនដូចខ្ញុំនិយាយថាអត់ថោកទៀតទេអត់មានខ្មែរណាទៅថោកទៀតនៅក្នុងការនិយាយថាយើងត្រូវការជំនួយគេអត់ទាន់អាចដកដង្ហើមខ្លួនឯងបានទេមិនអីទេវាចំណេញខាងគណៈបកប្រឆាំងស្អីណាដែលថាគេថាយើងមិនក្រាន់បើកំផេះអីណាកុំទៅយកឈ្នះចាញ់អីអញ្ចឹងយើងយកឈ្នះលើប្រជាពលរដ្ឋយើងដែលឲ្យមានអង្គច្រកឆ្នាំងឲ្យប្រជាពលរដ្ឋមានជីវភាពទូទាយើងឈ្នះហើយគណៈបកប្រឆាំងក្រែងតតាំងក្តីដើម្បីឲ្យប្រជាពលរដ្ឋមានឆ្នាំងបាយមានអង្គហូបដែរមិនអញ្ចឹងបើអញ្ចឹងត្រូវដូចគ្នាអញ្ចឹងកុំទៅឆ្លោះគ្នាខ្មែរគ្នាឯងបានប្រយោជន៍អីខំប្រឹងធ្វើទៅមិនអញ្ចឹងហើយមន្ត្រីទាំងអស់ហ្នឹងមាត់ឲ្យមានគម្របយើងត្រូវយល់ស្ថានភាពជាក់ស្ដែងយើងត្រូវការជំនួយគេបងប្អូនយើងពេលនេះយើងដឹងនៅពេលដែលរដ្ឋាភិបាលធ្វើបែបនេះគឺយើងបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលជាចលនានយោបាយប្រជាពិធដ្ឋពីមុនមកហ្នឹងគឺជានយោបាយប្រជាពិធដ្ឋ 100% ដោយការពិតហើយព្រោះអីយើងអត់អាចអត់ជំនួយរបស់អាមេរិកឬក៏ការអនុគ្រោះពន្ធរបស់អាមេរិកបានទេ$13,000 លានបងប្អូនថារោងចក្រសហគ្រាសនៅខ្មែរស្ទើរតែទាំងអស់
ពឹងទៅលើការអនុគ្រោះពន្ធពឹងទៅលើការជួយទិញទំនិញយើងហើយដូចខ្ញុំជម្រាបអញ្ចឹងអាមេរិកអត់ខ្វះទំនិញទេបងប្អូន100ប្រទេសនាំចូលមកអាមេរិកអត់ពីខ្មែរមួយអាមេរិកនៅតែមានអ្វីប្រើប្រាស់ហូហៀមិនដឹងយកទៅចោលណាអស់ទេច្រើនណាស់មួយថ្ងៃហ្នឹងគឺថាម្នាក់ហ្នឹងរើទាំងបាវយកទៅចែកឲ្យគេឬក៏យកទៅបោះចោលវាច្រើនពេកដូច្នេះវាមិនខ្វះទេអញ្ចឹងបានថាយើងក្នុងពេលហ្នឹងប្រកួតប្រជែងទីផ្សារគឺយើងសុំសមានចិត្តគេដើម្បីជួយយើងហើយគេគិតយើងទេព្រោះគេយល់ថាយើងឆ្លងកាត់សង្គ្រាមរ៉ាំរាប់ឆ្នាំហើយគេយល់ថាមានរបបខ្មែរក្រហមវាលពិឃាតប្រជាពលរដ្ឋរងទុក្ខវេទនាជួបសង្គ្រាមព្រាត់ប្រាសនារីគ្រួសារគិតខ្វាប់ផ្លោងហ្នឹងទើបតែមកគ្រាន់បើតាំងពី97មកទេយើងនៅមានពេលវេលាច្រើនណាស់ផ្លូវវែងឆ្ងាយទៀតណាស់ដើម្បីកសាងប្រទេសហើយកសាងប្រទេសក្នុងន័យថាយើងធ្វើយ៉ាងម៉េចកុំឲ្យបរទេសហ្នឹងគេរដ្ឋបတ်យើងដោយថាតេរឿងសិទ្ធិមនុស្សរឿងប្រជាធិបតេយ្យអីហ្នឹងយើងស្ដារឡើងវិញទៅយើងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីសុខសេមខ្សាន្តរស់នៅមានសុភមង្គលទៅអាខាងបរទេសនេះក៏គេអនុគ្រោះយើងច្រើនតាមនឹងដែរទៅដូច្នេះសរុបសេចក្តីមកខ្ញុំនិយាយថានេះគឺជារឿងល្អដែលរដ្ឋាភិបាលកម្ពុជាជ្រើសរើសមិនឌឺដងឡងសម្ដីឬក៏ពើងទ្រូងដាក់គេហើយជាទង្វើដែលគួរឲ្យសាទរមែនតើខ្ញុំសូមកោតសរសើរហើយធ្វើតទៅទៀតទៅហើយខ្ញុំជាខ្មែរម្នាក់អត់ទៅប្រាប់ថារដ្ឋាភិបាលខ្មែរថោកមែនតើព្រោះពីមុនមកនោះគឺថាអួតខែងរែងមិនខ្ចីដង្ហើមអាណាដកអីហើយសើខ្លួនឯងហ្នឹងគឺអត់ស្អីក៏បានដែរយើងអាចឈរឬខ្លួនឯងហើយមិនចាំបាច់ពឹងជំនួយអាមេរិកការអនុគ្រោះពន្ធឲ្យអត់3ឆ្នាំអត់បានអត់ឥឡូវទំនិញយើងកាន់តែឡើងកាន់តែច្រើនទៀតផងតាំងពីគេអត់មាន GSP អីបាទអាហ្នឹងវាចាត់ទុកថាជាស្រមោលលន្ទោលតាមប្រាឬក៏ថាសុបិនអាក្រក់ពីពេលមុនចុះហើយឈប់ប្រើយន្តការបែបហ្នឹងទៀតព្រោះអីវាអត់មានប្រសិទ្ធភាពទេវាបានតែធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាព្រួយបារម្ភតែប៉ុណ្្នឹងឯងហើយបើមានការប៉ះពាល់អីប្រាប់ប្រជាពលរដ្ឋការពិតអំពីផលប៉ះពាល់ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនដែរកុំបោកប្រាស់គាត់ដូចថាប៉ះពាល់មកកណោថាមិនដឹងរោងចាក់គេត្រូវបិទទ្វារឬមិនបិទទ្វារអីយើងថាំងកុំនិយាយចឹងនាំឲ្យប្រជាពលរដ្ឋបះបោរំជើបរំជួលប៉ុន្តែយើងនិយាយតែព័ត៌មានពិតទៅហើយយើងនិយាយអំពីផលប៉ះពាល់ហើយយើងនិយាយអំពីយន្តការរដ្ឋាភិបាលនៅក្នុងការចរចាអីចឹងហើយកុំប្រហើពាក្យថាមិនខ្ចីចរចាមិនខ្ចីអីចឹងព្រោះយើងនឹងវានៅសល់មាសយើងប្រហែល30 គីឡូឬ30 តោននេះមិនដឹងទេខ្ញុំភ្លេចបាត់ទៅហើយតែមាសហ្នឹងប្រហែលជាលក់ចាយអស់ហើយចឹងមិនបាច់សនឹកនេះអីទៀតទេព្រោះយើងខ្វះខាតច្រើនហើយយើងខ្ចីលុយគេពី$2000 លានទៀតណោះសម្រាប់ថវិកាជាតិប្រចាំឆ្នាំ2025ហ្នឹងប៉ុន្តែនេះគឺជាការដឹកនាំប្រទេសដើម្បីឲ្យប្រជាពលរដ្ឋមានមន្ត្រីរាជការមានប្រាក់បៀវត្សសេដ្ឋកិច្ចយើងចិត្តតែដើរទៅមុខវាមិនអីទេវាជារឿងដែលត្រឹមត្រូវដែលត្រូវតែបន្តធ្វើគ្រាន់តែថាកុំយកឱកាសហ្នឹងបោកបន្លំប្រជាពលរដ្ឋឥឡូវនេះសរុបសេចក្តីមកវិញបងប្អូនខ្ញុំនៅតែគិតថារឿងនេះគឺជារឿងដែលគួរឲ្យសាទរហើយខ្ញុំសង្ឃឹមថារដ្ឋាភិបាលអាមេរិកនឹងបន្ធូរបន្ថយពួកអីខ្មែរបានប្រាប់ហើយថាអាមេរិកមិនទាន់និយាយអីឲ្យវែងឆ្ងាយជាងហ្នឹងទេខ្មែរសុំចរចាទី1ទី2ខ្មែរបានទម្លាក់ពន្ធទំនិញនាំចូលពីអាមេរិកដែល19មុខហ្នឹងមកនៅត្រឹមតែ 5% ដែលពន្ធនៅក្នុងហ្នឹងគឺអាចមានរហូតដល់ទៅ 35% មែនតើទៅជាមធ្យមមានត្រឹម 29% ទៅលើពន្ធទំនិញនាំចូលពីអាមេរិកមកស្រុកខ្មែរប៉ុន្តែបើយើងចាប់ផ្ដើមទម្លាក់ 5% តែត្រាំគាត់អាចសប្បាយចិត្តព្រោះអីកាលគាត់ប្រកាសដាក់ពន្ធទៅលើប្រទេសទាំងអស់ហ្នឹងទាំងជិត100ហ្នឹងដឹងគាត់ថាម៉េចទេគាត់ទៅលើឈ្មោះប្រទេសកម្ពុជាវិញគាត់សើចគាត់ថាអូមើលកម្ពុជា 49% គាត់និយាយអញ្ចឹងណាបងប្អូនគាត់និយាយនៅក្នុងទូរទស្សន៍នៅលើពិភពលោកណាក៏ឮដែរហើយគាត់ថាកម្ពុជាហ្នឹងគឺជញ្ជក់កេងប្រវ័ញ្ចអាមេរិកនឹងជាធ្វើអ្នកមានយូរហើយដោយសារតែរឿងជញ្ជីងពាណិជ្ជកម្មដែលអត់ស្មើភាពគ្នាតាមពិតលោកត្រាំអាចច្រឡំដែរបងប្អូនច្រឡំត្រង់ថាប្រទេសច្រើនអាចថាជញ្ជីងពាណិជ្ជកម្មវាខុសគ្នាឆ្ងាយធ្វើឲ្យអាមេរិកហ្នឹងមិនសូវបានចំណេញអីពីកម្ពុជាគាត់ថាកម្ពុជាកេងប្រវ័ញ្ចប៉ុន្តែរឿងនេះរឿងពិភពលោកប្រទេសចិនប្រទេសអីផ្សេងច្រើនត្រូវជាងខ្មែរអត់ត្រូវទេព្រោះ300 លាន230 លានហ្នឹងវាតិចណាស់ហើយយើងច្រើនដែរ13,000 លានទៅអាមេរិកហ្នឹងគឺប៉ុន្តែយើងបានផលទៅដល់ជួយសេដ្ឋកិច្ចកម្ពុជាអ្នកក្រីក្រលំបាកអីហ្នឹងក៏បានផលកម្រៃអីពីហ្នឹងច្រើនដែរអញ្ចឹងសរុបមកគឺយើងឃើញថាអាមេរិកមែនតើទៅគឺអាចនឹងកាត់បន្ថយឬក៏ដោះស្រាយបញ្ហានេះអាមេរិកមិនសូវមានខាតបង់អីចំណេញអីពីខ្មែរច្រើនដោយសារអញ្ចេះដែរបងប្អូនណាហើយខ្ញុំសូមជម្រាបថានេះក៏ជាឱកាសសម្រាប់បងប្អូនអ្នកដឹកនាំនៅប្រទេសកម្ពុជាគិតគូរមែនតើយើងឆ្ងល់ទេថាហេតុអីបានជាយើងនាំទំនិញទៅអាមេរិកបាន$13,000 លានមួយឆ្នាំហើយអាមេរិកនាំទំនិញជញ្ជីងពាណិជ្ជកម្មមកយើងបាន200ជាងមិនបានតែ 3-4% ហ្នឹងយើងខុសគ្នាឆ្ងាយមែនហេតុអីបានទំនិញអាមេរិកល្អមករកទីផ្សារស្រុកខ្មែរអត់បានតែយើងត្រូវសួរទៅវិញថាតើយើងត្រៀមខ្លួនដើម្បីទទួលទំនិញអាមេរិកឬឲ្យអាមេរិកក្រុមហ៊ុនធំៗអាមេរិកម្រស៊ីស្រុកខ្មែរបានដែរឬយ៉ាងណាស្ថានភាពបច្ចុប្បន្ននេះគ្មានក្រុមហ៊ុនធំៗឯណាគេចង់រកស៊ីនៅស្រុកយើងទេណាខ្ញុំសូមជម្រាបម្ដងទៀតក្រុមហ៊ុនអាមេរិកដែលធំគេរកស៊ីមានក្រមសីលធម៌ត្រឹមត្រូវគេអត់ទៅរកស៊ីនៅប្រទេសណាដែលមានអំពើពុករលួយប្រទេសណាដែលមានការលាងលុយកខ្វក់ដែលជាប់ក្នុងបញ្ជីអាក្រក់ប្រទេសណាដែលមាននីតិរដ្ឋនៅបាតតារាងប្រទេសណាដែលមានការបោកបន្លំតាមប្រព័ន្ធអនឡាញ
ប្រទេសណាដែលមានការរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យគេកោតទោសជំទិះរួមទាំងសហរដ្ឋអាមេរិកអញ្ចឹងទេដូច្នេះមិនបាច់ឆ្ងល់ពេកទេអាមេរិកខ្លួនឯងក៏អត់ត្រូវឆ្ងល់ដែរថាហេតុអីបានជាទំហំពាណិជ្ជកម្មអាមេរិកទៅខ្មែរនឹងវាតិចតួចជាងខ្មែរទៅអាមេរិកវាអត់មានអីឆ្ងល់ព្រោះអីក្រុមហ៊ុនវាអត់ទៅរកស៊ីដោយសារតែស្ថានភាពសិទ្ធិមនុស្សយើងដែរណានេះជាកត្តាដែលថ្នាក់ដឹកនាំគួរស្ដារអានឹងឡើងវិញសម្អាតអានឹងឡើងវិញដើម្បីអីតនឱកាសល្អកុំឲ្យអាមេរិកថាចិញ្ចីនឹងវាបាស់ទៅខាងខ្មែរខ្លាំងពេកវាធ្លាក់ទៅខាងអាមេរិកពេកយើងស្ដារស្ថានភាពនឹងឲ្យល្អទៅតាក់ទាញក្រុមហ៊ុនវិនិយោគរបស់អាមេរិកឲ្យមករកស៊ីថ្លៃថ្នូរត្រឹមត្រូវជាមួយយើងទៅជាជាងតែបាក់ដៃឲ្យក្រុមហ៊ុនចិនមកហើយក្រុមហ៊ុនចិនហ្នឹងវាបានជួយរោងចក្ររោងអីប៉ុន្តែមុខមាត់យើងហ្នឹងគឺអាសោចដោយសារក្រុមហ៊ុនចិនហ្នឹងមកកណោដោយសារពួកជួញដូរអនឡាញពួកបែងស៊ីសងពួកចាប់ចម្រិតពួកអីហ្នឹងឬតែចិនអីអញ្ចឹងទៅខ្ញុំមិននិយាយរើសអើងពូជសាសអីណាប៉ុន្តែហើយបើយើងក្រុមហ៊ុននៅខ្មែរហ្នឹងស្ទើរតែទាំងអស់សតភាពច្រើនចិនអញ្ចឹងដែរអញ្ចឹងធ្វើម៉េចវាតែមានអីវាខូចឈ្មោះទៅរឿងចិននៅក្នុងប្រទេសយើងហ្នឹងមិនអញ្ចឹងដល់ពេលអញ្ចឹងទៅគេខ្លាចយើងអញ្ចឹងដើម្បីឲ្យរឿងនេះកាន់តែប្រសើរហើយចាប់ពីពេលនេះតទៅតាន់ធ្វើរឿងត្រូវហើយធ្វើបន្តទៅទៀតស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញស្ដារនីតិរដ្ឋស្ដារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសេរីភាពសារព័ត៌មានបញ្ចេញមតិស្អីហ្នឹងឲ្យវាតដែតឡើងមកវិញមកស្ដាររឿងអំពើពុករលួយហ្នឹងកុំឲ្យគេមើលឃើញយើងមកខ្មៅពេកអារឿងជួញដូរមនុស្សអារឿងគ្រឿងញៀនអារឿងបាត់អក្រិតអារឿងស្អីចាប់មនុស្សដាក់គុកពន្ធនាគារតាមតែអំពើចាត់ធ្វើទុកបុកម្នេញគណៈបកប្រឆាំងលក្ខហ្នឹងគឺយើងស្ដារឲ្យអស់ឲ្យឆាប់តាមដែលអាចធ្វើទៅបានព្រោះអីអញ្ចេះយើងមិនអាចរស់នៅតែម្នាក់ឯងដោយគ្មានការជួយពីបរទេសទេយើងទៅពឹងចិនកន្លងមកហ្នឹងតែឥឡូវពឹងចិនអីបើចិនត្រូវតំបងអាមេរិក 30% ជាងដែរហ្នឹងគេដាក់ពន្ធ 35% ដែរហ្នឹងហើយឆ្នេះយើងទៅខ្ចីដង្ហើមចិនដកហ្នឹងទៅដកអត់កោទៅទៀតព្រោះខាងហ្នឹងកំពុងតែខ្ទប់ច្រមុះដែរហ្នឹងដូច្នេះយើងអត់ត្រូវការអញ្ចឹងទេយើងអត់ចាំបាច់ខ្ចីដង្ហើមណាដកទាំងអស់បើសិនជាយើងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញយើងឲ្យប្រព័ន្ធដឹកនាំរដ្ឋមាននីតិរដ្ឋត្រឹមត្រូវមានប្រជាធិបតេយ្យសេរីពហុបកត្រឹមត្រូវការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌យើងគោរពរដ្ឋធម្មនុញ្ញយើងឈប់ធ្វើទុកបុកម្នេញចាត់ទុកគ្នាជាសត្រូវយើងស្ដារប្រព័ន្ធនីតិហិរញ្ញវត្ថុយើងប្រជាពលរដ្ឋមានភាពសុខសប្បាយជានីធ្វើការជាមួយគ្នាបានដើម្បីកសាងជាតិរួមគ្នាកុំមានអ្នកក្រុមចៅខ្លះអ្នកក្រុមរាទឹកយកជើងរាទឹកអីអញ្ចឹងយើងអត់ទៅមុខអញ្ចឹងខ្ញុំជឿថានេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដែលកម្ពុជាកែប្រែមុខមាត់ថ្មីធ្វើឲ្យមានប្រែពណ៌នៅលើឆាកអន្តរជាតិព្រោះយើងមិនអាចអត់ដង្ហើមគេដកបាននៅឡើយទេហើយខ្ញុំជឿថាបើខែងរែងអត់ដង្ហើមគេដកបានគឺយើងចាំយូររហូតដល់10 20ឆ្នាំទៀតទៅដើម្បី10 20ឆ្នាំទៀតតតែយើងរៀបចំពីឥឡូវទៅព្រោះបើឥឡូវយើងអត់រៀបចំនឹង10 20ឆ្នាំដូចយើងផ្លូវដែលយើងដើរអញ្ចឹងណាបងប្អូនបើយើងចង់ដើរឲ្យបានឆ្ងាយតតែយើងត្រួសត្រាយវាឲ្យអស់បលាអស់អីចាំបើឥឡូវបលានៅវត្តពេញនឹងទាំងអាឧយ៉ាស់ផងទាំងអាបលាស្អិតអាបលាស្អីនៅរាយពេញផ្លូវហើយតែយើងអត់ព្រមរើវាចេញតើយើងនឹងដើរធ្វើយ៉ាងម៉េចឲ្យទៅដល់ទីដៅយើងនឹងមុតជើងលលួយជើងយើងនឹងនៅអង្គុយព្យាបាលនៅអង្គុយដោះស្រាយបញ្ហាហ្នឹងយើងជំហានគង្គក់ហ្នឹងគឺថាឆ្លងផ្លូវមិនទាន់ឡានជាន់ងាប់ហើយដូច្នេះយើងគួរតែចាប់ផ្ដើមទៅបងប្អូនជាឱកាសល្អបំផុតហើយកុំខ្វល់រឿងក្រុមប្រឆាំងគេនិយាយអីធ្វើតែរឿងត្រឹមត្រូវទៅតិចទៀតទៅសម្លេងប្រឆាំងនឹងបាត់ឯងហើយខ្ញុំធ្លាប់និយាយច្រើនដងហើយគណៈបកប្រឆាំងនឹងគ្មានវត្តមាននៅក្នុងសង្គមមួយដែលយើងដឹកនាំត្រឹមត្រូវប៉ុន្តែបើយើងដឹកនាំមិនត្រឹមត្រូវទេគេនៅតែរកឃើញបញ្ហាដរាបនោះគឺគណៈបកប្រឆាំងនឹងនៅតែមានវត្តមានជានិច្ចនិរន្តរ៍ហើយបំបត្តិពួកគេមិនបានទេបងប្អូនកុំទៅកាត់ដៃកាត់ជើងអីគេណាព្រោះគណៈបកប្រឆាំងមែនតើវាជាមនសិការទេវាមិនមែនជាមនុស្សវាមិនមែនជាគណៈបកវាមិនមែនជាស្ថាប័នទេវាជាផ្នត់គំនិតរបស់មនុស្សដែលឈឺចាប់នឹងការធ្វើទុកបុកម្នេញរបស់រដ្ឋាភិបាលទេតាដូច្នេះចង់កាត់ដៃកាត់ជើងឬបំផ្លាញរចនាសម្ព័ន្ធយ៉ាងណាក៏អាដាមកតិមនសិការនោះវានៅក្នុងនេះដូច្នេះវាអត់រលាយទេតោះតែយើងចាប់ផ្ដើមស្ដារឲ្យមានសុខសន្តិភាពផ្លូវចិត្តសម្រាប់ផ្លូវកាយសម្រាប់ទាំងគណៈបកនយោបាយទាំងអស់យូរទៅនឹងคล้ายទៅជាគណៈបកតែមួយណាទៅចង់បង្កើតគណៈបកអញ្ញៃទៅអីបើគណៈបកមួយដែលអាចដឹកនាំប្រទេសតាមផ្លូវត្រូវបានហើយហ្នឹងដូច្នេះអានេះវានៅក្នុងផ្នត់គំនិតទេបើចង់ដូរផ្នត់គំនិតគឺតោះតែយើងចាប់ផ្ដើមធ្វើអ្វីដែលខ្ញុំបានជម្រាបខាងដើមវិញបាទខ្ញុំអស់ត្រឹមប៉ុណ្្នឹងឯងបងប្អូនសូមអរគុណយប់ជ្រៅណាស់ទៅហើយនៅប្រទេសកម្ពុជាសូមឲ្យបងប្អូនទាំងអស់ស្ដាប់ដំណឹងនេះហើយខ្ញុំគិតថាទូទ្រូងបានមកកម្រិតដែរយើងនៅតាមដានទៀតព្រោះអីអត់ទាន់ដឹងថាអាមេរិកគេតបយ៉ាងម៉េចទេណាបងប្អូនព្រោះអីនេះគ្រាន់តែជាការស្នើសុំតែជាជំហានល្អហើយវិជ្ជមានហើយយើងសុំចរចាជាមួយគេមិនថោកមិនអីទេគឺយើងថ្លៃថ្នូរយើងត្រឹមត្រូវធ្វើដូច្នេះចុះហើយបងប្អូនគណៈបកប្រឆាំងគណៈបកឬក៏អ្នកមិនគ្រប់គ្រងរដ្ឋាភិបាលអីហ្នឹងក៏បងប្អូនគួរតែយោគយល់ដែរនៅក្នុងករណីបែបនេះខ្ញុំនិយាយយោគយល់ហ្នឹងខ្ញុំជឿថារដ្ឋាភិបាលធ្វើទុកបុកម្នេញបងប្អូននឹងវាឆ្អែតឆ្អល់ហើយវាសំតែជាការសងសឹកឬក៏តបតអីចាស់ដៃអីចាស់ប៉ុន្តែបរិបត្តិនេះជួនកាលយោគយល់ត្រង់ថាបើគាត់ចាប់ផ្ដើមសុកចិត្តដាក់ខ្លួនចរចាអីចឹងហើយយើងសាតទៅព្រោះហើយយើងចាំមើលទៀតថាតើនេះជានយោបាយប្រជាពិធដើម្បីទិញពេលវេលាឬក៏យ៉ាងម៉េចប៉ុន្តែគ្រាន់តែចាំចេះរដ្ឋាភិបាលកម្ពុជាគឺការដឹកនាំរបៀបបែបកុម្មុយនីសឬក៏ផ្ដាច់ការជាទូទៅគឺគេប្រយ័ត្នប្រយែងណាស់មិនហ៊ានអោនទេព្រោះខ្លាចគេជន់ដូច្នេះនៅពេលដែលគាត់អោនបានន័យថាដល់ហើយ
កម្រិតនៅក្នុងសម្ពាធនឹងវាធ្ងន់មិនអាចទ្រាំបានហើយអញ្ចឹងយើងទទួលស្គាល់ថាពួកគាត់កំពុងតែដល់ដំណាក់កាលដែលលំបាកខ្លាំងក៏យើងមានសមានចិត្តនៅក្នុងការជួយដោះស្រាយឬក៏សារតគាត់ខ្លះទៅវាមិនអីទេចាំមើលអ្វីទៀតចាំយើងគិតទៀតទៅណាបងប្អូនដែលនេះនឹងកុំទៅដងឡងសម្ដីគាត់អីទៀតថាចោះកាលមុនក្រែងអស់ចាណាចោះក្រែងយើងប្រទេសអ្នកមានអីចោះក្រែងយើងមិនខ្ចីដង្ហើមគេអីចោះយើងមិនចំណុះបរទេសអីចោះយើងអីឡាក់ឡើងឡាក់បានហើយភាសាអស់ហ្នឹងគឺខ្ញុំជឿថាពួកគាត់ដឹងហើយអ្វីដែលយើងសំខាន់គឺបន្តតាមដានក្លំមើលពួកគាត់តទៅទៀតទៅបើសិនជាពួកគាត់នៅតែមិនស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអ្វីដែលកណោមកកណោក៏ដឹកអាហ្នឹងនៅតែបន្តការងារទេប៉ុន្តែចំណុចខ្លះពេលដែលគាត់ធ្វើត្រូវក៏យើងសាទរគាត់ទៅព្រោះជួនកាលជាការលើកទឹកចិត្តពួកគាត់ដែរពួកគាត់មិនមែនចង់តែធ្វើឲ្យយើងរិះគន់ចឹងរាល់តែពេលទេពេលខ្លះក៏ចង់ឲ្យមានការសរសើរការលើកទឹកចិត្តដែរគាត់ថាបងប្អូនដែលរងការធ្វើទុកបុកម្នេញហ្នឹងពេលខ្លះនឹងវារកអាបេះដូងទៅលើកទឹកចិត្តហ្នឹងមិនបានដោយសារគេធ្វើបាបពេកតែគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលកម្ពុជាក៏យល់ដែរបើអស់លោកប្រព្រឹត្តអំពើធ្វើបាបហ្នឹងពេកហ្នឹងក៏គេស្អប់យើងខ្លាំងមែនតើណាគឺគេថាល្អពេលខ្លះត្រូវខ្លះក៏គេមិនចង់លើកសរសើរដែរដោយសារវាអាក្រក់ច្រើនពេកដូច្នេះបើខំធ្វើល្អឲ្យច្រើនទៅខ្ញុំជឿថាអំពើល្អនេះនឹងបានទិញទឹកចិត្តប្រជាពលរដ្ឋឲ្យកោតសរសើរអស់លោកគ្រប់ពេលវេលាដែរបាទសូមជូនពរឲ្យអ្វីៗបានជោគជ័យហើយកម្មករកាត់ដេររោងចក្រសហគ្រាសអ្នកលក់បាយកញ្ចប់មុខនេះលក់លីហាលហ្នឹងក៏មានឱកាសនឹងបានសង្ឃឹមថាគេមិនធ្វើបាបធ្វើទុកបុកម្នេញអីចឹងតទៅទៀតហើយនឹងមានដំណោះស្រាយដើម្បីឲ្យយើងបានមានការងារថតទៅទៀតចិញ្ចឹមជីវិតតទៅទៀតបងប្អូនយើងលំបាកណាស់ប្រាក់ខែត្រឹម$204អីវិញហើយតអត់ទៀតថាយើងទៅពឹងអីសង្ឃឹមអីបងប្អូនអញ្ចឹងសូមឲ្យបញ្ហានេះបោះវាជាឆ្ងាយពីផែនពោលសទ្ធារបស់កម្ពុជាហើយសូមបួងសួងឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោកត្រាំចាប់ផ្ដើមគិតគូរពីរឿងពុននឹងឡើងវិញដើម្បីឲ្យបងប្អូនយើងកុំឲ្យរងផលប៉ះពាល់ពិបាកចិត្តពិបាកអីច្រើនពេកបាទសូមអរគុណហើយសូមរាត្រីសួស្តីសូមបងប្អូនទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ស្អែកប្រកបការងារទទួលទានតទៅទៀតលំបាករឿងសងធនាគារមីក្រូហិរញ្ញវត្ថុឲ្យមិនគួរណាលំបាកផ្លូវចិត្តបន្ថែមទៀតទេខ្ញុំសង្ឃឹមថាដំណឹងនេះអាចនឹងឲ្យបងប្អូនមានក្តីសង្ឃឹមបានមួយរយៈពេលទៀតមិនដឹងដល់ពេលណាខ្ញុំនឹងផ្សាយបន្ថែមនៅពេលដែលមានការវិវត្តថ្មីៗទៀតបាទសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះបាទ